có thế đây bà sơ sài bằng phone nọ kiaในក្នុងវីដេអូខ្លីមួយនេះគ្រាន់តែខ្ញុំចង់បង្ហាញពីទស្សនវិជ្ជាដែលខ្ញុំធ្វើការដុតច្រាំងដើម្បីធ្វើស្រូវប្រាំងឡើងវិញតែប៉ុណ្ណោះបាទហើយខ្ញុំបង្ហាញនៅក្នុងរូបភាពនេះគឺមានទាំងសត្វឆ្កែដែលជាសត្វទីស្រឡាញ់របស់ខ្ញុំហើយជាអក្សរវាបានទៅចោលបាត់ហើយហើយតមកទៀតគឺបង្ហាញពីរូបគោដែលកំពុងស៊ីស្មៅនៅលើខេត្តភាសាបាទដោយបងប្អូនឃើញហើយដល់ពីច្រូតហើយគឺអត់មានកន្លែងឬក៏ទីវាទៅស៊ីទេអញ្ចឹងយើងកាប់ស្មៅវាស៊ីហើយចូលមកដល់កន្លែងនេះវិញគឺដិនច្រាំងហ្នឹងគឺដើម្បីឲ្យអស់ចិញ្ច្រាំងហើយយើងងាយស្រួលក្នុងការធ្វើដីបាទបើកាលណាមានច្រាំងវែងពេកគឺយើងពិបាកក្នុងការវាយដីខ្លាំងណាស់វាជាប់គប់ឬមួយក៏ដីវាយទៅវាអត់ស្អាតទេដូច្នេះជាយើងធ្វើយ៉ាងណាដិតវាឲ្យអស់ច្រាំងរលួសខ្លះបាទហើយនេះគឺជាសច្ចទីស្រឡាញ់របស់ខ្ញុំវាដើរតាមទៅបីទៅក្នុងទឹកត្រើយវានៅដើរតាមគ្រប់ទីកន្លែងតែម្ដងហើយបន្តមកគឺដិតរួចហើយគឺកន្លែងខ្លះក៏នៅដដែលកន្លែងខ្លះក៏ឆេះតែចម្បើងទេដោយសារតែវានៅស្រស់ពេកយើងច្រូតបន្ទាប់ពីច្រូតហើយ 3-4 ថ្ងៃគឺយើងធ្វើការដិតចម្បើងនឹងឯងប៉ុន្តែដោយសារតែមានទឹកអញ្ចឹងគឺវានឹងងាយនឹងដុះសារឡើងវិញហើយពិបាកក្នុងការធ្វើឲ្យឆេះច្រាំងនឹងណាបាទដូច្នេះហើយបន្ទាប់ពីដិតច្រាំងនឹងមួយសន្ទុះហើយជា1ម៉ោង2ម៉ោងហើយបាទខ្ញុំបានទៅផ្លាស់ប្ដូរទីកន្លែងទីតាំងគឺទៅអូម្ដងបាទទៅដកអំចង់ដូច្នេះហើយដកអំចង់នេះគឺក្នុងរដូវវស្សាដោយបងប្អូនต้องស្រាប់ហើយកន្លែងខ្លះក៏ជ្រៅហើយកន្លែងខ្លះក៏រាក់អីចឹងទៅដោយសារវាជារដូវវស្សាដូច្នេះគឺទឹកពិតជាធំមែនតើដោយបងប្អូនឃើញនៅក្នុងទេសភាពនេះអញ្ចឹងស្រូវគឺអត់ទាន់ធ្វើដើមទេដោយសារយើងធ្វើខុសគ្នាកន្លែងខ្លះគេធ្វើស្រូវធ្ងន់កន្លែងខ្លះធ្វើស្រូវស្រាលទៅកន្លែងខ្លះច្រូតកន្លែងខ្លះនៅអញ្ចឹងទៅបាទហើយនេះគឺជាទស្សនវិជ្ជាដែលកំពុងតែដកចង់នឹងឯងបាទហើយទឹកកន្លែងខ្លះដោយបងប្អូនបានឃើញគឺត្រូវការហែលហើយកន្លែងខ្លះក៏អាចដើរបានដោយមិនបាច់ហែលទេបាទដូច្នេះនៅក្នុងរដូវនេះផងដែរគឺត្រូវប្រយ័ត្នបើសិនតែមិនចេះហែលទៅដកបើអញ្ចឹងគឺហានិភ័យមែនតើហើយតែម្នាក់ក៏គួរខ្លាចតែបងប្អូនដោយសារដាច់សារពីផ្ទះអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូខ្ញុំមួយនេះជម្រាបលា